ព្រមមុខ3ក៏ដូចជាព្រមត្រឡោកនៅតែជាបញ្ហាសម្រាប់សិស្សរបស់យើងវីដេអូនេះខ្ញុំបន្ថែមដោយសារអីសិស្សយើងមានចង្អុលអញ្ចឹងណាអញ្ចឹងដើម្បីធ្វើការងារនឹងបានយើងបង្កើតនៅក្នុងកម្មវិធី Revit ហើយយើងចូលមកកាន់ Family យកពាក្យ New អញ្ចឹងណាតោះមកយើងរើសវាមកជាប្រភេទ Generic Model មកងាយស្រួលយើងអាចបើកកន្លែង Detail នេះបានណាបន្តមកទៀតយើងរកពាក្យថា Generic Model មកចុច Open មកនៅក្នុងមុខងារ Generic Model ហ្នឹងបើករណីយើងចង់ឲ្យវាចំមុខងារផ្សេងទៀតវាមានកន្លែងដូរករណីហ្នឹងបើយើងសិស្សធ្លាប់រៀនមួយខ្ញុំគឺអាចយល់ហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចបង្កើត Reference Plan មក OP មកអញ្ចឹងករណី Reference Plan នេះមានន័យថាយើងអាចយករូបភាពរបស់យើងមកដើម្បីងាយស្រួលមើលមានន័យថានៅក្នុងលក្ខខណ្ឌហ្នឹងយើងត្រូវមើលថា form ឬក៏ទម្រង់ model របស់យើងដែលត្រូវបង្កើតហ្នឹងវាមានរូបរាងបែបម៉េចអញ្ចឹងករណីនេះឧទាហរណ៍ថាយើងយកវាចូលមកបន្ទាប់មកយើងអាចមើល model យើងចឹងហើយដោយសារនៅក្នុង Revit វាមានកន្លែង create នេះបង្កើតនេះអញ្ចឹងយើងគួរតែប្រើមុខងារមួយណាដើម្បីបាន model បែបហ្នឹងឬក៏យើងគិតថាអាមួយណាវាងាយស្រួលពេលខ្លះយើងអាចប្រើ reference plan នេះមុនក៏បានពេលខ្លះយើងបង្កើត model ហើយយើងចង parameter ពេលក្រោយក៏បានអាស្រ័យលើយើងទេធ្វើអាមួយណាក៏បានសំខាន់យើងគិតថាមួយណាងាយស្រួលសម្រាប់ខ្លួនឯងហើយវាងាយស្រួល control លើការងារព្រោះដោយសារពេលយើងធ្វើការយើងផ្ដោតលើការងារយើងជាគោលតោះមកចុច OP ដដែលមកហើយធ្វើការវាស់ទៀតអញ្ចឹងករណីនេះយើងអាចធ្វើការបង្កើតទៅតាមអ្វីដែលជារូបរាងរបស់វាមកមានន័យថាយើងយល់ហើយយើងអាចថាបង្កើតទៅតាមរូបរាងនៃ model ដែលយើងត្រូវការអញ្ចឹងណាករណីនេះមានន័យថាខ្ញុំប្រើមុខងារជា profile ឬក៏នៅក្នុងមុខងារ swap នេះដោយសារអីដោយសាររូបរាងព្រំរបស់យើងនេះវាលក្ខខណ្ឌរបស់វាគឺវាមានទម្រង់បែបនេះអញ្ចឹងករណីហ្នឹងគឺយើងអាចប្រើ swap នេះដោយសារ swap វាមានពីរលក្ខខណ្ឌទី1គឺ path ហើយទី2គឺ profile អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទាំងអស់គ្នាមកខ្ញុំចុច DI មកតោះមកខ្ញុំវាស់ហើយខ្ញុំធ្វើការយកពាក្យ EQ មានន័យថាវាបែងចែកប្រឡោះពីរហ្នឹងឲ្យស្មើគ្នានៅពេលដែលលេខប្រែប្រួលប៉ុណ្ណាក៏ដោយក៏វាអត់ខ្វល់ដែរវាដឹងថាបែងចែកពីរប្រឡោះហ្នឹងឲ្យស្មើគ្នាដូរទំហំ scale ឲ្យតូចតិចមកដើម្បីឲ្យអក្សរយើងរៀងតូចងាយស្រួលមើលអញ្ចឹងណា DI បន្ថែមទៀតមកតមកកន្លែងនេះខ្ញុំដាក់ថាតាក់ទងមួយទំហំខ្ញុំដាក់ថា depth ចុះតមកខ្ញុំចុច OK មកអញ្ចឹងកន្លែងទំហំនេះខ្ញុំគិតថាប្រហែលជាខ្ទង់120ទេខ្ញុំចុច apply មកវាប្រែប្រួលតាមអ្វីដែលយើងបង្កើតនេះហើយមានន័យថា OK ហើយឲ្យតែ reference plan របស់យើងវារត់តាមណាអញ្ចឹងលក្ខខណ្ឌហ្នឹងវាមានច្រើនដែរដែលយើងត្រូវស្វែងយល់ពីកលឹះមួយតមកកន្លែងនេះមានន័យថាខ្ញុំបែងចែកអាកន្លែងចុងព្រំរបស់យើងនេះឬក៏ក្បាលព្រំរបស់យើងកន្លែងហ្នឹងវាអាចមានការ design ឬក៏វាមានកលៈតិចតួចដែរអញ្ចឹងយើងអាចមើលស៊ូមួយចិត្តមកយើងឃើញហ្នឹងឃើញអញ្ចឹងលក្ខខណ្ឌហ្នឹងកន្លែងហ្នឹងខ្ញុំគិតថាខ្ទង់ប្រហែលជា25ទេយើងអាចដាក់ប៉ុណ្្នឹងមកបន្ទាប់មកតាក់ទងមួយព្រំរបស់យើងវាមានកម្ពស់ដែរមានន័យថាបើយើងមើលពីមុខចំអីវាមានកម្ពស់ហើយកន្លែងនេះអញ្ចឹងកម្ពស់វាអាចខ្ទង់60ឬក៏អាចប្រែប្រួលក៏យើងអាចចងជា parameter បានដែរអញ្ចឹងលក្ខខណ្ឌហ្នឹងខ្ញុំ DI មកកន្លែងហ្នឹងវាប្រហាក់ប្រហែលប៉ុណ្ណេះចុចលវាមកទីអត់ខ្ញុំដាក់ត្រឹម60សិនចុះអញ្ចឹងលក្ខខណ្ឌនេះ reference plan យើងជាន់គ្នាអីយើងអាចទាញវាមកចិត្តមកហើយកន្លែងនេះខ្ញុំដាក់ high មកបន្តមកទៀតអាកន្លែង reference plan នេះខ្ញុំដាក់កម្រាស់វាខ្ទង់ប្រហែលជា11អីហ្នឹងតាក់ទងជាមួយនឹង spec របស់វាហើយសម្រាប់ spec បើករណីយើងអត់ច្បាស់ទេនៅពេលដែលយើងស្វែងរក flyer ជាទូទៅគេមាន spec material ឲ្យយើងហើយអញ្ចឹងយើងអាចសុំ catalog គេមកបានណាក្នុងលក្ខខណ្ឌហ្នឹងណាអញ្ចឹងលក្ខខណ្ឌនេះខ្ញុំដាក់ថា thickness ឈ្មោះនេះដាក់អីក៏បានដែរសំខាន់យើងយល់ខ្លួនឯងអាហ្នឹងមិនចាំក្បាច់ក្បូរថាត្រូវដាក់ចេះដាក់ចោះទេពេលខ្លះវាអត់សូវមានន័យវាធ្វើយើង stress ពេលយើងរៀនដូចថាត្រូវធ្វើចេះត្រូវធ្វើចោះច្រើនពេកទៅវាអាចថាវាអត់សូវមានន័យអាហ្នឹងវាស្រេចតែយើងទេរបស់ខ្លះ
បន្ទាប់មកនៅក្នុងលក្ខខណ្ឌយើងបានប៉ុណ្្នឹងហើយយើងត្រូវមានប្រវែងមានន័យថា L ឬក៏ length របស់យើងប្រវែងប៉ុណ្ណាអញ្ចឹងណាអញ្ចឹងករណីហ្នឹងខ្ញុំ di មកនៅពេលដែលខ្ញុំ di កន្លែងនេះឧទាហរណ៍ថាប្រវែងយើងមិនមែនប្រវែងខ្ញុំចុចបង្កើតជា parameter មួយទៀតមកខ្ញុំដាក់ថា length បន្ទាប់មកខ្ញុំចុច OK ហើយកន្លែងនេះខ្ញុំបញ្យល់កន្លែងមុខងារនេះបន្តិចដោយសារពេលខ្លះវាមានកលឹះតិចដែរឧទាហរណ៍ខ្ញុំចុច IT ចុច length នេះឧទាហរណ៍ថាជាទូទៅ spec វាខ្ទង់300ជាងខ្ញុំដាក់350ចុះពេលខ្ញុំចុច apply មកក្នុងលក្ខខណ្ឌនេះអត់អីទេដោយសារ reference ខាងក្នុងនេះវារត់តាមដែរប៉ុន្តែបើករណីខ្លះវាអត់រត់តាមយើងអាច lock សោបានណាមានន័យថាវាមានកន្លែងសោនេះយើង lock មកអញ្ចឹងបានន័យថា reference plan ហ្នឹងយើងអាច DI មួយទៀតមកមានន័យថាអាកន្លែងដែលយើង lock សោនេះទំហំហ្នឹងគឺវានៅ fix auto ប៉ុន្តែនៅពេលដែលប្រវែងនេះប្រែប្រួលអញ្ចឹងបានន័យថាអាកន្លែងនេះវាប្រែប្រួលវារត់តាមនឹងដែរប៉ុន្តែមានន័យថាអាទំហំ20ហ្នឹងវានៅជាប់អូតូវារីករួមតាមម្ដុំនេះទេនេះអាម្ដុំណាដែលវាអត់ lock សោអញ្ចឹងលក្ខខណ្ឌហ្នឹងគឺវាបែបហ្នឹងណាបន្ទាប់មកខ្ញុំចូលមុខងារ swap របស់យើងមកខ្ញុំអាចចូលមកកាន់ right view មកដោយសារយើងបានប៉ុណ្្នឹងហើយយើងអាចបង្កើតបានហើយអញ្ចឹងលក្ខខណ្ឌនេះវានៅកម្ពស់មួយទៀតដែរអញ្ចឹងលក្ខខណ្ឌកម្ពស់យើងអាចចូលមកកាន់ front វិញយើងចុច OP មកបន្ទាប់មកកន្លែងកម្ពស់នេះយើង DI មកយើងដាក់ high វាស្មើនឹងអាកន្លែងនេះមានន័យថាបើយើងមើលពីលើវិញវាស្មើនឹងអាប្រវែងនេះអញ្ចឹងកន្លែងហ្នឹងដោយសារយើងមាន parameter ឲ្យស្រាប់ហើយយើងអត់ចាំបាច់ធ្វើអីទៀតទេចុចវាមកកន្លែង high នឹង auto មករួចរាល់តោះមកយើងចាប់ផ្ដើមចូលមកកាន់ right view ហើយយើងចាប់ផ្ដើមប្រើមុខងារ swap របស់យើងដើម្បីគូមកក្នុងលក្ខខណ្ឌនេះមានន័យថាទី1យើង sketch pad ហ្នឹងបានន័យថាយើងមើលអាទម្រង់រូបរាងព្រំរបស់យើងណាវាលក្ខណៈដូចអក្សរ L យ៉ាងនេះអញ្ចឹងករណីហ្នឹងយើងអាច sketch pad តាមហ្នឹងមកយើងអាចគូមកតោះមកយើងគូចុះវាមកក្រោមមកដោយសារកន្លែងនេះវាត្រូវ L ចុះមកក្រោមប៉ុន្តែនៅអាកន្លែងកែងនេះយើងអាចមានទេឌៀនតិចតួចដែរមានន័យថាវាមានកណោងអញ្ចឹងករណីហ្នឹងខ្ញុំថាយកហាក់ប្រហែលចុះដោយសារយើងអត់មាន spec ជាក់ស្ដែងដែរយើងអាចយកត្រឹម3អីបានទេឬក៏ 2.5 អីបានទេបន្ទាប់ពីយើង sketch pad ប៉ុណ្ណឹងហើយយើងចុច finish មួយមកបន្ទាប់មកយើងចាប់ផ្ដើម edit profile ប៉ុន្តែនៅក្នុងលក្ខខណ្ឌ edit profile នេះវាមាន back មាន front លក្ខខណ្ឌនេះវាមានកលឹះមួយដែរដោយសារកន្លែង point profile របស់យើងនេះវានៅចំចំណុចកណ្ដាលនេះអញ្ចឹងយើងត្រូវដូរវាឲ្យមកទីតាំងនេះដើម្បីវាដូរកន្លែង reference plan នេះអញ្ចឹងកន្លែងហ្នឹងវាជាកលឹះមួយដែរអញ្ចឹងកន្លែងនេះខ្ញុំយកពាក្យ cancel សិនហើយខ្ញុំ edit វាតទៅមកខ្ញុំធ្វើការ cut អាកន្លែង line យើងនេះ control X មកអញ្ចឹង point របស់យើងវាបដូរមកទីតាំងនេះហើយតទៅមកខ្ញុំចុច AB មករួចរាល់ហើយយើងធ្វើការចុច finish មកតទៅមកខ្ញុំចុចកន្លែង profile របស់យើងហើយ edit profile មកអញ្ចឹងវាដូរ reference plan អូខេយើងអាចដូរ reference plan បានអញ្ចឹងកន្លែងហ្នឹងវាតិចនិចដែរយើងចុច open មកតទៅមកខ្ញុំ sketch ខ្ញុំគូ profile មកអញ្ចឹងលក្ខខណ្ឌហ្នឹងខ្ញុំយកជាប្រភេទ line ឬក៏តាក់ទងមួយ tool របស់យើងមក sketch មកបន្ទាប់ពី sketch បានប៉ុណ្្នឹងហើយខ្ញុំ offset វាចូលក្នុង OS មកខ្ញុំ offset វាចូលក្នុងអញ្ចឹងលក្ខខណ្ឌនេះវាអត់ឲ្យទេករណីខ្លះបើវាអត់ឲ្យយើងអាចប្រើជា line បិឆោតសិនក៏បានដែរដោយសារអីអ្នកនរគ្នានៅក្នុងអាកន្លែងដែលយើងយកមុខងារនេះពេលខ្លះយើងយកមុខងារអត់ត្រូវវាប្រើការអត់កើតដែរក្នុងលក្ខខណ្ឌហ្នឹងដោយសារវីដេអូខ្លីយកសូវបញ្យល់បានច្រើនណាមានន័យថាតាក់ទងជាមួយនឹងកម្ពស់របស់យើងវាអាចប្រែប្រួលទៀបខ្ពស់អញ្ចឹងណាអញ្ចឹងលក្ខខណ្ឌឧទាហរណ៍បើយើងយកលក្ខខណ្ឌផ្សេងមកគូតាក់ទងមួយចំណុចហ្នឹងណាគឺវា error ហ្មងឃើញទេនេះវារីករួមចេះអញ្ចឹងលក្ខខណ្ឌនៅក្នុងការបង្កើត family វាមានតិចនិចច្រើនដែរអញ្ចឹងកន្លែងហ្នឹងពេលខ្លះយើងបើករណីមេរៀនយើងអាចនិយាយរាប់ម៉ោងតែវីដេអូនេះសារវារៀងខ្លីដែរខ្ញុំអាចថាធ្វើរៀងបញ្ញាប់ចប់ដែរអញ្ចឹងណាតោះមកយើងប្រើ comment offset មក OS មកយើង offset វាចូលក្នុងមកយើងយកកន្លែង number នេះតោះមកយើងដាក់វា11មក
ចឹងករណីនេះដូចជាអត់ឲ្យទេបើលក្ខខណ្ឌអត់ឲ្យយើងអាចប្រើមុខងារផ្សេងពីនឹងបានអត់ឧទាហរណ៍ថាយើងគូ cycle នេះវាឆោតមួយមកចឹងករណីយើងគូបានប៉ុណ្្នឹងហើយយើងចុច OS មកករណីនេះវាឲ្យអញ្ចឹងមានន័យថាយើងបញ្ឆោតវាប៉ុណ្្នឹងហើយយើងលុបវាចោលវិញតោះមកយើងយកអាមុខងារនេះមកគូបានត្រូវអញ្ចឹងលក្ខខណ្ឌហ្នឹងវាមានតិចនិចឬក៏កលឹះខ្លះដែរបើករណីនេះវាអាចថាយើងបង្កើតមកយើងឆ្ងល់ថាហេតុអីបានជាវា error ភាគច្រើននេះចឹងណាតោះមកយើងប្រើ command line មកមានន័យថាយើង lock តាក់ទងជាមួយនឹង object របស់យើងទៅតាម reference plane របស់យើងតោះមកខ្ញុំ lock អានេះមួយទៀតជាហៀងនេះមួយដែរយើង lock ចឹងមកតទៅពី lock ហើយយើងគូ line ផ្ចិតវាមកយើងចុច alt enter មកយើងគូ line បានហើយហើយកន្លែងនេះវាមាន technique មួយបន្ថែមទៀតហើយដោយសារអីដោយសារកន្លែង model របស់យើងនេះកាលណាយើងអត់ lock វាទេអាកន្លែងក្បាលនេះជួនកាលវារីករួមចេះអញ្ចឹងលក្ខខណ្ឌហ្នឹងក៏វាមានកលឹះវាដែរខ្ញុំចុច di មកតោះមកខ្ញុំធ្វើការវាស់ point ទៅ point ណាអញ្ចឹងលក្ខខណ្ឌហ្នឹងបើគ្នាយើងអត់តន់អីអាចសួរបន្ថែមបានណាលក្ខខណ្ឌហ្នឹងពេលដែលយើងធ្វើបានប៉ុណ្្នឹងហើយយើងបង្កើតជា parameter មួយថ្មីទៀតមកទីខ្ញុំដាក់ a ចុះក្នុងលក្ខខណ្ឌនេះដោយសារពេលដែលយើងវាស់នៅក្នុង model វាអត់មានសោយើង lock អញ្ចឹងយើងត្រូវបង្កើតវាជា parameter ហើយយើងមក lock អាទីតាំងនេះវិញវាមានពាក្យថា lock ឃើញទេបានន័យថាយើង lock អីចុច fly ចុច OK មកដល់ពេលយើងធ្វើបានប៉ុណ្្នឹងហើយយើងចុច finish មកគឺវាប្រែប្រួលតាមនឹង auto ហើយអញ្ចឹងយើងបាន model បែបនេះចូល 3D មកឃើញទេខ្ញុំបើកជាប្រភេទ texture ក៏បានដែរងាយស្រួលមើលតោះនេះអ្នកគ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចុច ST ខ្ញុំដាក់កម្ពស់វា150អាកន្លែងកម្ពស់វានេះឧទាហរណ៍ខ្ញុំដាក់150ចុះចុច fly មកឃើញវាប្រែប្រួលតាមហ្នឹងហើយចឹងលក្ខខណ្ឌនៅក្នុងការបង្កើត family គឺយើងយកការងារយើងជាគោលហើយយើងធ្វើម៉េចឲ្យស្រួលមិនគូ Revit ដោយគូ SketchUp ទេបើករណីយើងរៀន Revit អត់ច្បាស់ទេវាបញ្ហាច្រើននៅក្នុងហ្នឹងណាចុះឧទាហរណ៍ថាខ្ញុំដាក់ត្រឹម60មកខ្ញុំចាក់ fly មកគឺវាប្រែប្រួលទេឧទាហរណ៍ថាតឹងវាខ្ញុំដាក់ត្រឹម150ចុះខ្ញុំចុចមកឃើញវាប្រែប្រួលអ្នកនរគ្នាអញ្ចឹងលក្ខខណ្ឌនេះគឺវាគ្រប់គ្រាន់ហើយប៉ុន្តែយើងត្រូវមើលតាក់ទងមួយរូបភាពយើងមួយទៀតមានន័យថាអាកន្លែង L នេះអាកន្លែងចុះក្រោមនេះកន្លែងហ្នឹងក៏វាមាន parameter មួយដែរដើម្បីយើងអាចងាយស្រួល control ចង់ឲ្យវាវែងឬខ្លីអញ្ចឹងណាព្រោះដោយសារការងារយើងជួនកាលយើងគូនៅក្នុង 2D ឯងប៉ុន្តែពេលខ្លះក៏យើងអាចលួច model ហ្នឹងយកទៅ render នៅក្នុងកម្មវិធី 3D Max ឬកម្មវិធីផ្សេងទៀតអាកន្លែងចុងព្រំហ្នឹងយើងអាចដាក់វាវែងខ្លីបានអញ្ចឹងយើងគួរតែចង parameter ដែរមកមានន័យថាយើងចូលមកកាន់ Right View មកតោះមកយើងធ្វើការ edit path របស់យើងនេះអញ្ចឹងលក្ខខណ្ឌហ្នឹងយើងអាចទី1យើង DI មកយើងវាស់កន្លែង radian របស់យើងនេះសិនកន្លែងនេះដោយសារយើងត្រូវវាស់វាដើម្បីយើង lock សោវាកុំឲ្យវាប្រែប្រួលព្រោះដោយសារនៅក្នុងលក្ខខណ្ឌហ្នឹងគឺយើងចង់បានតែកន្លែង L នេះទេអញ្ចឹងយើងចុច DI មកហើយយើងវាស់ point ហ្នឹងមក point ទៅ point មកតមកយើងចងជា parameter បន្ថែមមកយើងដាក់ L អញ្ចឹងទៅយើងចុច OK មកហើយយើង test សិន ST មកយើងគិតថា L ហ្នឹងមែនទីហោខ្ញុំដាក់30វាប្រែប្រួលអត់អញ្ចឹងករណីប្រែប្រួលប៉ុណ្ណឹងមានន័យថា OK ហើយបានន័យថាការបង្កើត model ហ្នឹងគឺ parameter ហ្នឹងគឺវាគ្រប់គ្រាន់តាមតម្រូវការការងាររបស់យើងហើយឃើញទេចុះទីហោថាខ្ញុំចុច ST មកខ្ញុំចង់ដាក់ប្រវែងវាប្រវែង1ម៉ែត្រវាប្រែប្រួលតាមហ្នឹងឃើញទេប្រែប្រួលតាមហ្នឹងហើយឧទាហរណ៍ថាខ្ញុំដាក់150វាប្រែប្រួលតាមនឹងដូចគ្នាអញ្ចឹងស្ពេចជាក់ស្ដែងប៉ុណ្ណាយើងកែតលេខមកគឺវាអូតូហើយតមកកន្លែង L របស់យើងនេះឧទាហរណ៍ថាខ្ញុំដាក់វា100ឬក៏ដាក់1ម៉ែត្រក៏បានដែរឃើញទេវាប្រែប្រួលអូតូលក្ខខណ្ឌរៀន Revit ពេលណាដែលយើងអាចធ្វើចឹងបានមានន័យថាការងាររបស់យើងគឺវាងាយស្រួលហើយអ្នកធ្វើការក្រោយយើងក៏គេងាយស្រួលដែរគេយក family យើងទៅប្រើគេងាយស្រួលដែរអាហ្នឹងក្នុងន័យបែបហ្នឹងប៉ុន្តែយើងនៅខ្វះកន្លែងក្បាលនេះមួយទៀតអញ្ចឹងលក្ខខណ្ឌហ្នឹងយើងចូលមកកាន់មុខងារ swap របស់យើងមកបន្ទាប់មកយើងចុច WP មក
ដើម្បីធ្វើការ set reference plan ករណីហ្នឹងបើយើងខ្ជិលចុច WP យើងចុច PK មកក៏បានដែរហើយយើង set ទីតាំងនេះហើយយើងអាចចុច enter មក show work plan មកយើងអញ្ចឹងការរៀនវាមានច្រើនដែរបន្ទាប់មកខ្ញុំចាប់ផ្ដើមយកមុខងាររបស់យើងមកគូតាក់ទងជាមួយនឹងមុខងាររបស់យើងគឺយើងយក pick path នេះមកយើង pick តាក់ទងជាមួយនឹង path របស់យើងបន្ទាប់មកខ្ញុំចូលមកកាន់ drive view ហើយខ្ញុំគូ profile យើងមកគឺចប់អញ្ចឹងលក្ខខណ្ឌនេះខ្ញុំចុច finish មួយមកហើយខ្ញុំ edit profile មកបន្ទាប់មកខ្ញុំគូមកអញ្ចឹងបន្ទាប់ពីយើងគូហើយមានន័យថាការងារហ្នឹងយើងអាចបញ្ចប់បានហើយតោះនេះអ្នកនរយើងចុច OS មក offset មកកន្លែងនេះពេលខ្លះវាតិចតួចយើងអាច sketch បន្ថែមបានណាដោយសារនៅក្នុងលក្ខខណ្ឌខ្លះវាអាចថា profile វាអត់ស្អាតអីឬក៏ការងារយើងមើលទៅវាអត់សូវត្រូវយើងអាចកែសម្រួលបន្ថែមបានណាតោះមកយើងចុចផ្ចិតតាក់ទងមួយ profile របស់យើងមកចុច finish មកគឺចប់អញ្ចឹងលក្ខខណ្ឌហ្នឹងគឺយើងបានទម្រង់បែបនេះហ៎ហើយយើងចុច enter វិញមកយើងឃើញ model យើងគឺដូចការងារអីដែលយើងចង់បានអញ្ចឹងការងារនេះមានន័យថាយើងធ្វើបាន 100% ហើយសម្រាប់ model ហ្នឹងមានន័យថាអ្នកដែលគេប្រើរបស់យើងគេងាយស្រួល control ដូចគ្នាអញ្ចឹងសម្រាប់វីដេអូចែកម្លែកហ្នឹងគឺយើងមានប៉ុណ្ណឹង